គណៈប្រតិភូដែលលោកអញ្ជើញមកប្រជុំនេះគ្រាន់តែជាសេកទេគ្រាន់តែជាសេករបស់យោធាថៃទេពីព្រោះរដ្ឋាភិបាលថៃបានបកគលសិទ្ធិអំណាចមកឲ្យយោធារួចទៅហើយតេតិនទៅនឹងកិច្ចប្រជុំ JBC Joint Border Committee រវាងថៃនិងកម្ពុជាខាងថៃដឹកនាំដោយលោកសាស្ត្រាចារ្យឡាំជារដ្ឋមន្ត្រីនៃរដ្ឋលេខាធិការកិច្ចការព្រំដែនហើយនឹងខាងភាគីថៃជាអតីតឯកអគ្គរដ្ឋទូតដូចជានៅកម្ពុជាហើយក៏ជាទីប្រឹក្សាក្រសួងដូច្នេះឋានៈទាំងពីរនេះមិនស្មើគ្នាទេមិនដឹងថាខាងយ៉ាងម៉េចហើយមុនការចរចាមានការជួបចង្អៀតដល់ពីជួបចង្អៀតតិចទៅក៏បានទៅជួបពេញនេះគឺនៅសន្តាគារភូមិត្រាហើយមានការក្រោយពីទៅជែកគ្នាបន្តិចទៅក៏មានបញ្ហាកើតឡើងហើយភាគីទាំងពីរក៏បានប្រកាសថាការចរចាបន្តនៅស្អែកម៉ោង9ទៀតជាសរុបនៅថ្ងៃនេះអត់មានព័ត៌មានអីទេប៉ុន្តែដូចជាខាងកម្ពុជាដូចជាមានការអអន់ចិត្តខ្ញុំប្រើភាសាកសែតតែខ្លាំងសម្បាចំពោះអ្វីដែលខាងភាគីថៃជាពិសេសក្រសួងការបរទេសថៃបានចេញ Joint Statement មួយជាឯកតោភាគីនៅពេលដែលខាងគណៈកម្មការកំពុងបន្តប្រជុំអត់ទាន់បានសម្រេចអីផងក្នុងនោះខាងភាគីថៃបានចេញសេចក្តីប្រកាសរួមមួយថាភាគីទាំងពីរឯកភាពគ្នាស្រុះស្រួលគ្នាអីណាយក MOU ឆ្នាំ2000មកនិយាយអីជាដើមឡាការចេញសេចក្តីប្រកាសព័ត៌មានក្នុងពេលដែលកំពុងប្រជុំនៅភ្នំពេញអត់ទាន់មានព័ត៌មាននេះគឺត្រូវបានបញ្ឈប់ហើយស្អីបានស្អែកជាបន្តទៅទៀតដូច្នេះមកព្រឹកដែលជនរួមជាតិរងចាំមើលថាតើមានខ្លឹមសារអីយ៉ាងម៉េចខ្លះមិនមានទេប៉ុន្តែបណ្ដាញអានេះចំណុចទី1ខ្ញុំសូមរាយការណ៍ជម្រាបជូនប៉ុណ្ណឹងហើយមកដល់ពេលនេះមួយទៀតនៅខាងថៃមេតបថៃយុទ្ធភូមិភាគទី2ហ្នឹងក៏បាននិយាយជាមួយនិស្សិតដែលបានទៅសិក្ខាសាលាហ្នឹងគឺគាត់បាននិយាយថាអត់គោរពទេ ICJ អត់មានស្អីគាត់ដឹងតែវាយដូច្នេះយើងអាចអ្នកវិភាគគាត់វិភាគក្រៅផ្លូវការប្រែថារដ្ឋាភិបាលបានបកគលអំណាចទាក់ទងនឹងបញ្ហាព្រំដែនខ្មែរជាមួយខ្មែរនេះឲ្យទៅយោធាហើយដូច្នេះសម្ដីរបស់រដ្ឋាភិបាលនៅពេលនេះគ្រាន់តែជាសេកឬក៏វាមានកន្លែងខ្លះយោធាបង្ខំឲ្យនិយាយទេអញ្ចឹងអាគាត់នេះតែខ្ញុំហៅមិញថាខ្ញុំបានហៅទុកឲ្យហើយខ្ញុំហៅថា fascist យោធាថៃអញ្ចឹងអាមួយហ្នឹងវាចូល fascist យោធាថៃហើយបើវាជា fascist យោធាថៃវាប្រកាសធ្វើសង្គ្រាមជាមួយយើងហើយដូច្នេះកម្រិតនៃកម្លាំងកម្ដៅផ្នែកកងទ័ពគឺខ្ពស់ណាស់មកដល់ម៉ោងនេះខ្ពស់ជាទីបំផុតមិនដឹងថាយ៉ាងម៉េចពីពួកវាអ្នកបាញ់យើងមុនទេតែបើថាឯងបាញ់មុនហើយអាហ្នឹងមិនដឹងធ្វើមិនទេបាយខ្មែរមិនមែនសម័យមុនជីតមីជាអាទិគូណាអត់ទេអានេះវារឿងខុសគ្នាហើយកភ្លើងឃើញហើយកភ្លើងភាគច្រើនសម័យនេះជំនាន់សង្គ្រាមជំនាន់លន់នល់កភ្លើងអាមេរិកកាំងយកពីយូនខាងត្បូងមកដល់តែភ្លើងខ្មែរក្រមចិនដល់តែសម័យអតីតរដ្ឋកម្ពុជាច្បាំងគ្នាខាងរដ្ឋកម្ពុជាប្រើអាវុធសូវៀតខាងត្រីភាគីគឺប្រើអាវុធចិនអាវុធប្រទេសមួយចំនួនអាមេរិកកាំងមាន MCA ជាដើមប៉ុន្តែឥឡូវនេះក្រោយពីសូវៀតលោកទុនដៃទៅគឺប្រទេសចិនអញ្ចឹងសភាពអាវុធរបស់ចិនគឺខ្លាំងហើយយើងបានឃើញជាក់ស្ដែងហើយកុំមើលស្រាលរឿងអាវុធរបស់ចិនហ្នឹងមិនបានទេអានឹងត្រូវក្បាលបានអត់ក្បាលហ្នឹងអត់បានដៃត្រូវងាប់ដូចគ្នាអញ្ចឹងច្បាស់កន្លែងនេះអញ្ចឹងយើងយកសម្ដីរបស់យោធាថៃដែលមានអំណាចពួកមកនេះអំណាចនៅទាហានដូច្នេះសម្ដីយោធាថៃនិយាយយើងយកមកពិភាក្សាយកមកទប់ប្រងជើងការកំដរវិញបើសិនពីព្រោះខាងយោធាចរចានៅពេញក្រសួងការបរទេសថៃស្រែកអញ្ចឹងជាយុទ្ធសាស្ត្រល្បិចរបស់គេអាមួយគម្រាមខាងជើងគោកអាមួយគម្រាមខាងតង់តប់អាមួយទៀតមកលួងអាមួយទៀតចេះចេះអញ្ចឹងយើងអត់មានប៉ះពាល់ជាមួយរដ្ឋាភិបាលថៃមិនអីទេប៉ុន្តែយ៉ាងណាក៏ដោយក៏វានៅក្នុងចង្កោមរបស់ថៃដែរយើងនិយាយជារួមអញ្ចឹងអាមួយសកតអាមួយនិយាយចេះអាមួយមិនចេះអញ្ចឹងមានន័យថាពាក្យចាស់បុរាណខ្មែរយើងគឺត្រូវគេថាចិនមិនចោលក្បួនយួនមិនចោលពុតខ្មែរមិនចោលក្បិនចិនមិនចោលក្បួនយួនមិនចោលពុតស្ទៀមសុតត្រុតមិនចោលចែកចៅឥឡូវយើងឃើញកាលជំនាន់ព្រះវាតិចមកចែកចៅឲ្យចេះចូលឥឡូវចឹងណាពេលយើងខាត់ឲ្យពឹបវាមកចែកចៅយើងចឹងហើយយើងក៏មនុស្សធម៌ក៏បន្តិចទៅព្រោះអាហ្នឹងវាជារាជលោកអត់ដឹងអីទេ
តែឥឡូវប៉ឹងតែមកទៅបើតាចូលហើយគូបន្តទៅមកអានឹងចង់បញ្ជាក់យ៉ាងដូចនេះយើងក៏មានសភាពវត្តដែរបើប្រៀបធៀបទៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ភ្លើបណ្ដែតទំនើបដែរឥឡូវណាបើទោះបីថៃអ៊ីស្រាអែលអីយ៉ាងម៉េចក៏ដោយអានឹងខ្ញុំចង់សុំផ្ដាំដោយសារអ្នកឯងនិយាយព្រឹកមិញណាវាសាហាវពេកខ្ញុំមិនចង់ប្រើអ្នកឯងផងខ្ញុំចង់ប្រើហែងហ្មងអានឹងប្រើភាសាយោធាពីព្រោះហែងគម្រាមបាំងជាមួយកម្ពុជាហើយមើងងាយ ICJ ហើយមើងងាយស្ថាប័នអន្តរជាតិអានេះវាមិនដឹងវាស្អីណាឯងធ្វើឲ្យប្រទេសឯងមួយទាំងមូលនោះត្រូវអាប់អោនកិត្តិយសដោយសារក្រុមពួកឯងហ្នឹងអានេះខ្ញុំនិយាយជាមួយហ្នឹងភាសាយោធាតិចបានដាក់ទៅវាណែនឯងអត់ស្គាល់អន្តរជាតិអានេះប៉ុណ្ណឹងជាស្អីវាបកបង្កើតបញ្ហាកាលណាឯងមិនគ្រប់ ICJ បានថាឯងទាត់ចោលពិភពលោកហើយអញ្ចឹងឯងរស់នៅម្នាក់ឯងហើយប្រជាជនឯងគេតកល់ទៅហើយអានេះយើងត្រូវត្រៀមឯកសារត្រៀមឲ្យហើយក្នុងករណីណាពេលវេលាសមរម្យណាអានេះត្រូវតែប្តឹងវាទៅតុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC ណាដែលកម្ពុជាក៏ជាមហាជើងថានឹងឬមួយក៏អនាគតទៅហៅថាយើងហៅវាថា fascist យោធាថៃណាចំនួនតែខ្ញុំនិយាយថាចំនួនមេតបកាយប្រមាណដែលធ្វើរដ្ឋប្រហារតលាក់ឲ្យវិបលសង្គ្រាមអានឹងស្ថាពរអាក្រក់អញ្ចឹងវាប្រកាសសង្គ្រាមដូច្នេះម៉ោងនេះគឺយោធាខាងកម្ពុជាឡើងកម្ដៅខ្ពស់ហើយឡើងកម្ដៅខ្ពស់ត្រូវទប់ទល់ជាមួយវាមិនដឹងថាវាមិនដូចយ៉ាងណាហើយខ្ញុំបាននិយាយប្រាប់ទស្សនិកជននៅមុនថារឿងបញ្ហាខ្មែរថៃបញ្ហាព្រំដែននេះសៀមបានរៀបពីអក្សរកដល់អក្សរអរួចស្រេចទៅហើយតើគេត្រូវធ្វើរបៀបម៉េចតាមយុទ្ធវិធីរបស់គេហើយចំណែកយើងក៏យើងមានឱកាសគិតដែរហើយអា JBC នេះខាតប្រជុំប្រហែល10ឆ្នាំ2 10ឆ្នាំមកហើយតែឥឡូវយើងចាប់ដើមប្រជុំឡើងវិញឥឡូវវាមានបញ្ហាអញ្ចឹងមកដល់ម៉ោងនេះខ្ញុំហៅថាគណៈប្រតិភូដែលលោកអញ្ជើញមកប្រជុំនេះគ្រាន់តែជាសេកទេគ្រាន់តែជាសេករបស់យោធាថៃទេពីព្រោះរដ្ឋាភិបាលថៃបានបកគលសិទ្ធិអំណាចមកឲ្យយោធារួចទៅហើយអញ្ចឹងមានអ្នកទៅធានហើយអ្នកដែលចរចានេះជាមនុស្សរបស់អភិសិទ្ធហើយកាលណាមនុស្សអភិសិទ្ធគឺមនុស្សពួកប្រជាធិបតេយ្យហើយកាលណាពួកប្រជាធិបតេយ្យគឺអ្នកបង្កើតគណៈបកប្រជាធិបតេយ្យហ្នឹងគឺកថាថនឈុំគឺអភ័យវង្សខួងអភ័យវង្សខួងនេះវាស្អប់ខ្មែរយើងណាវាស្អប់ខ្មែរយើងវាទៅជ្រោកជាមួយនគរថៃចក្រីដួងកតកូលចក្រីដួងអញ្ចឹងបើវាតគ្នាមកយើងបង្ហាញឲ្យឃើញថាពួកនេះវាអត់មានគំនិតស្អីទេគឺវាស្ដាប់តបដូច្នេះតបបញ្ជាទាំងអស់មកដល់ម៉ោងនេះខាងកម្ពុជាជាមួយថៃគឺតបជាអ្នកបញ្ជាបានស្អីថាអំណាចរបស់លោកស្រីតែតងឋាននេះគឺបាត់មួយភាគហើយចំពោះកម្ពុជាអញ្ចឹងអ្វីដែលលោកស្រីនិយាយមកហ្នឹងវាគ្រាន់វាអត់មានអំណាចទេយកជាការមិនកើតទេណាតែទៅតុលាការរឿងផ្សេងណាតុលាការគឺថៃនិងខ្មែរគឺតតាំងគ្នាអាហ្នឹងគឺចំណុចដែលយើងមានប្រៀបលេចធ្លោគឺតុលាការក្រុងអេសដែលសម្ដេចធិបតីសម្ដេចតេជោធិបតីទាំងពីរបានបញ្ជាក់ហើយណាចរចាតុលាការនៅតុលាការអញ្ចឹងខ្ញុំជប់សរួមប៉ុណ្ណឹងខ្ញុំសូមមិនវែងទេដោយសារខ្ញុំសរុបព្រឹត្តិការណ៍ឲ្យថាការចរចាព្រឹកនេះអត់មានន័យអីទេគ្រាន់តែជួបគ្នាមិនដឹងខាងលោកគ្រូឡាមជាគណៈប្រតិភូខ្មែរយើងផឹកទឹកអត់អាហ្នឹងប៉ុណ្ណឹងអត់មានចាញ់អីទាំងអស់